ឯកឧត្តមវ័យសំណាងនាំយកអំណោយរបស់បងប្អូនខេត្តតាកែវឧបត្ថម្ភដល់វរៈកងទ័ពនិងជនភៀសសិទ្ធិនៅថ្ងៃទី13ខែធ្នូឆ្នាំ2025នេះឯកឧត្តមវ័យសំណាងអភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំប្រតិភូខេត្តតាកែវនាំយកអំណោយសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋអ្នកខេត្តតាកែវមកឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទដែលកំពុងប្រយុទ្ធយ៉ាងអង្អាចក្លាហានជាមួយចៅសៀមឈ្លានពានទឹកដីក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសិទ្ធិដោយសារសង្គ្រាមឈ្លានពានរបស់ចៅសៀមចំនួន8រថយន្តចំណុះ3តោនចំនួន2គ្រឿងរថយន្តចំណុះ5តោនចំនួន5គ្រឿងរថយន្តពិកអាប់ចំនួន1គ្រឿងសម្ភារៈរួមមានអង្គរ19.7តោនអំបុក6.95តោនមី1476កែសពងទាសាប4480គ្រាប់ពងទាប្រៃ287គ្រាប់បន្លែផ្អកប្រហុកទឹកត្រីទឹកស៊ីអ៊ីវទឹកបរិសុទ្ធបាយក្តាំងនំក្មេងៗអាវរងាមុងភួយក្រមាបារីចំនួន1ប៊ិចនិងសម្ភារៈប្រើប្រាស់ផ្សេងមួយចំនួនធំនេះជាកម្លាំងសាមគ្គីខ្មែរជួយខ្មែរនឹងការផ្សារភ្ជាប់រវាងសមរភូមិមុខនិងសមរភូមិក្រោយនិងជាកម្លាំងចិត្តដល់វរៈកងទ័ពដ៏អង្អាចក្លាហានរបស់យើង